សួស្តីអ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាចង់ធ្វើឲ្យដូចចង់បង្កើតវីដេអូឲ្យដូចទៅនឹងវីដេអូខាងដើមរបស់ខ្ញុំអញ្ចឹងសូមតាមដានវីដេអូនេះទាំងអស់គ្នាដូចតទៅបាទជាដំបូងអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ Canva ជាមុនសិនបាទបន្ទាប់មកចុចលើពាក្យថា create ពី create ហើយអ្នកទាំងអស់គ្នាអាចជ្រើសរើសយកនៅ size new មួយណាក៏បានដែរតាមអ្នកទាំងអស់គ្នាត្រូវការអូខេឬមិនអញ្ចឹងទេអ្នកទាំងអស់គ្នាអាច custom size ទៅតាមតម្រូវចិត្តរបស់អ្នកទាំងអស់គ្នាអូខេខ្ញុំសូមយកនេះតែម្ដងគឺរៀងធំបន្តិចបាទបន្ទាប់ពីចេញមកកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាត្រូវដាក់នៅវីដេអូរបស់អ្នកទាំងអស់គ្នាបាទវីដេអូបែបណាក៏បានឲ្យតែអ្នកទាំងអស់គ្នាត្រូវការប៉ុន្តែខ្ញុំបង្ហាញដោយអ្វីដែលខ្ញុំនៅវីដេអូហ្នឹងគឺយក add វីដេអូដែលមាននៅក្នុង Canva ហ្នឹងបាទនិយាយពាក្យថាវីដេអូបន្ទាប់មកនេះគឺជ្រើសរើសវីដេអូបាទបន្ទាប់មកនេះគឺរូបនេះគឺវីដេអូមួយនេះដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាត្រូវការវីដេអូនេះដែរអ្នកទាំងអស់គ្នាអាចsearch កន្លែងនេះ sit on the bench បាទអញ្ចឹងមកគឺវានឹងចេញមកហើយបាទនេះគឺច្រើនទម្រង់ច្រើនបែបនេះបាទអញ្ចឹងខ្ញុំយករូបនឹងចុះខ្ញុំយកវីដេអូនឹងចុះបាទអញ្ចឹងខ្ញុំដាក់ឲ្យពេញទំហំរបស់វាបាទបន្ទាប់ពីដាក់វីដេអូហើយឥឡូវយើងចូលដល់ពេលដាក់តិចម្ដងបាទអូខេតិចអញ្ចឹងតិចអ្នកទាំងអស់គ្នាអាចដាក់តិចឬច្រើនអាស្រ័យទៅលើអ្នកទាំងអស់គ្នាត្រូវការអញ្ចឹងខ្ញុំយកពីរជួរទៅចុះបាទបន្ទាប់ពីដាក់តិចហើយអ្នកទាំងអស់គ្នាត្រូវដូរពណ៌បាទគឺដូរពណ៌ខ្ញុំយកពណ៌រាងសថ្លានទៅចុះបាទនេះគឺមើលទៅរាងស្រឡះបន្តិចបាទបន្ទាប់ពីយកថ្លាជាងបន្តិចទៀតសបន្តិចអូខេបន្ទាប់ពីយកកន្លែងហ្នឹងហើយអ្នកនរគ្នាទៅចុចលើពាក្យថា effect គឺដើម្បីឲ្យវាកោងបាទអញ្ចឹងខ្ញុំយកពាក្យថា curve ឲ្យវា curve ហើយអ្នកនរគ្នាប្រកាសជាឃើញវារាងកោងហើយអញ្ចឹងអ្នកទាំងអស់គ្នាទៅកែកន្លែងនេះដើម្បីឲ្យវាគៀកគ្នាកោងជារាងរង្វង់មូលអូខេឥឡូវប៉ុណ្នេះបានហើយគឺវាមានជារាងរង្វង់មូលហើយអូខេឥឡូវបានប៉ុណ្្នឹងបានហើយបន្ទាប់ពីចេញកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាអស់ឡើងមកលើយកពាក្យថា neon ដើម្បីឲ្យវាមានពន្លឺជះចេញមកខាងក្រៅបាទនេះឃើញទេអញ្ចឹងអ្នកទាំងអស់គ្នាអាចកែកន្លែងនេះបានដើម្បីឲ្យវាជះភ្លឺថ្លាភ្លឺស្អាតភ្លឺអញ្ចឹងបាទអូខេឥឡូវអញ្ចឹងបានហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចុចលើវាម្ដងទៀតដោយយកពាក្យថា animate បាទនេះគឺ animation បាទដល់ពីចុច animate ហើយអ្នកទាំងអស់គ្នាជ្រើសរើសយកនៅពាក្យថា rotate បាទឃើញទេបាទបន្ទាប់ពីចុច rotate ហើយអ្នកទាំងអស់គ្នាចុចលើពាក្យថា merge មួយទៀតអស់ឡើងមកលើមកគឺ merge បាទនេះគឺ merge នេះឯងបាទអូខេបន្ទាប់ពីចុច merge ហើយគឺគ្រប់គ្រាន់ហើយឥឡូវចូលមកកែវីដេអូយើងម្ដងអញ្ចឹងយើង duplicate វីដេអូនេះមួយទៀត right click លើវីដេអូបាទយក duplicate បាទបន្ទាប់ពីយកកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាយក BG remover គឺ remove background បាទអូខេឥឡូវបាត់ហើយអញ្ចឹងអ្នកទាំងអស់គ្នាដាក់ឲ្យស្មើគ្នាមកបាទហើយអូខេជប់សិនវីដេអូនេះយើងត្រូវអូសវាដាក់ឲ្យស្មើដូចដើមបាទឲ្យស្មើគ្នាបាទគឺឲ្យដើរទន្ទឹមគ្នាហើយឲ្យវាមានរូបទន្ទឹមគ្នាដូចគ្នាបាទបន្ទាប់ពីកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាទៅចុច save video share download បាទបន្ទាប់ពី download អ្នកទាំងអស់គ្នាត្រូវជ្រើសរើសកន្លែងនេះយកពាក្យថា mp4 video បាទអញ្ចឹងយើងចាប់ផ្ដើម download បាទវាកំពុងតែធ្វើការ download នៅវីដេអូហ្នឹងសូមរងចាំបន្តិចគឺវាអាស្រ័យទៅលើ
អូខេឥឡូវបានហើយកំពុងអូខេឥឡូវពេញហើយអូខេឥឡូវបន្ទាប់ពី download រួចហើយយើងបើកមើលទាំងអស់គ្នាបាទនេះបាទអូខេនេះចេញហើយអញ្ចឹងយើងមើលបើកមើលបាទនេះគឺវាមានរាងចឹងឯងបាទគឺវាចេញមកស្អាតមែនតើបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាអាចធ្វើវាបានហើយបើសិនបើមានចម្ងល់អ្វីណាសូម comment នៅខាងក្រោមវីដេអូបាទសូមអរគុណសូមជម្រាបលា